អ៊ុយក្រែនធ្វើតែ drone ស្ទើរចាប់ Lazado T200 ដោយភាពជោគជ័យនិងហោះហើរបានឆ្ងាយហួសពីការរំពឹងទុកក្រុមហ៊ុនអភិវឌ្ឍវិស័យការពារជាតិអ៊ុយក្រែន Ukrainska Bavona បានប្រកាសអំពីការធ្វើតេស្តភាពជោគជ័យនៅ drone ស្ទើរចាប់ជំនាន់ថ្មីប្រភេទ Lazado T200 ដែលវាអាចហោះហើរបានចម្ងាយរហូតដល់122គីឡូម៉ែត្រនៅក្នុងការសាកល្បងប្រយុទ្ធនាពេលថ្មីៗនេះចម្ងាយនេះគឺហួសឆ្ងាយអំពីការរំពឹងទុកដំបូងរបស់ក្រុមហ៊ុនដែលថាវាអាចហោះបានត្រឹមតែ70គីឡូម៉ែត្រតែប៉ុណ្ណោះនេះបើយោងទៅតាមការចុះផ្សាយរបស់កាសែត Dekipov កាលពីថ្ងៃទី16ខែសីហាឆ្នាំ2026បើយើងនិយាយអំពីតួនាទីនិងសារៈសំខាន់របស់ drone នេះ drone ប្រភេទ T200 នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងការពារបណ្ដាទីក្រុងនិងខ្សែត្រៀមជួយមុខរបស់អ៊ុយក្រែនពីការវាយប្រហារដោយ drone របស់រុស្ស៊ីរួមមាន drone វាយប្រហារ Zahid និង Garen drone បោកបញ្ឆោត drone Gabera និង drone ប្រភេទ Molniya វាគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពនិងមានតម្លៃថោកជាងការប្រើប្រាស់គ្រាប់មីស៊ីលការពារអាកាសថ្លៃៗដើម្បីកំទេចយានគ្មានមនុស្សបើក UAV របស់សត្រូវនៅក្នុងការធ្វើតេស្តនេះ drone ស្ទើរចាប់ T200 អាចរក្សាបាននូវប្រព័ន្ធតភ្ជាប់វីដេអូយ៉ាងមានស្ថិរភាពពេញមួយដំណើរការហោះហើរដែលជួយពង្រីកលទ្ធភាពឲ្យកងកម្លាំងអ៊ុយក្រែនអាចបញ្ជាវាពីចម្ងាយកាន់តែមានប្រសិទ្ធភាពពាក់ព័ន្ធជាមួយនឹងលក្ខណៈបច្ចេកទេសនិងបច្ចេកវិទ្យាប្រឆាំងទៅនឹងការរំខានសញ្ញា drone នេះមានល្បឿនលឿនបំផុតរហូតដល់ទៅ300គីឡូម៉ែត្រនៅក្នុង1ម៉ោងអាចហោះហើរក្នុងរយៈកម្ពស់ប្រមាណ5គីឡូម៉ែត្រនិងអាចហោះនៅលើអាកាសបានប្រហែល1ម៉ោងនៅក្នុងល្បឿនធម្មតាវាត្រូវបានបំពាក់ដោយកាមេរ៉ាចល័តដើម្បីជួយសម្រួលទៅដល់ការស្វែងរកគោលដៅប្រព័ន្ធវីដេអូរបស់វាមានសមត្ថភាពអាចផ្លាស់ប្ដូរបណ្ដាញទិន្នន័យនិងកម្រិត Frequency ផ្សេងៗគ្នាដើម្បីប្រឆាំងទៅនឹង Stora ដែលជាប្រព័ន្ធបំផ្លាញឬសញ្ញារំខានវីដេអូ drone របស់រុស្ស៊ីក្រុមនេះអភិវឌ្ឍកំពុងរួមបញ្ចូលនៅប្រព័ន្ធតម្រងទិសដោយស្វ័យប្រវត្តិចុងក្រោយដែលអនុញ្ញាតឲ្យប្រតិបត្តិការកំណត់គោលដៅរួចទៅឲ្យ drone នេះធ្វើការហោះហើរទៅបុកស្ទះចាប់ដោយខ្លួនវាផ្ទាល់នៅក្នុងដំណាក់កាលចុងក្រោយយ៉ាងណាមិញទន្ទឹមនេះផងដែរបច្ចុប្បន្ននេះតួ drone នេះត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបពុម្ព 3D ប៉ុន្តែក្រុមហ៊ុនមានគម្រោងផ្លាស់ប្ដូរទៅជាការផលិតដោយចាក់ពុម្ពវិញក្នុងរយៈពេលប្រមាណខែខាងមុខដើម្បីបង្កើនភាពធន់និងអនុញ្ញាតឲ្យ drone នេះអាចយកមកប្រើប្រាស់ឡើងវិញបានច្រើនដងក្រោយការចោទទន្ទឹមនេះផងដែរចំណាយដ៏ធំនៃ drone ស្ទាក់ចាប់នៅក្នុងសង្គ្រាមនេះដែលអ៊ុយក្រែននឹងកំពុងតែពង្រីកឧស្សាហកម្មផលិត drone នៅក្នុងស្រុករបស់ខ្លួនបានយ៉ាងលឿនបំផុតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ2022មកដោយផលិតទាំង drone វាយប្រហាររយៈចម្ងាយឆ្ងាយរហូតដល់ drone ស្ទាក់ចាប់កាន់តែទំនើបបច្ចុប្បន្ននេះ drone ស្ទាក់ចាប់មានចំណែករហូតដល់ទៅប្រមាណ 40% នៃភាពជោគជ័យរបស់អ៊ុយក្រែនក្នុងការគំទេច drone វាយប្រហារ Zahid និង drone វាយប្រហារចម្ងាយឆ្ងាយផ្សេងៗទៀតរបស់រុស្ស៊ី